ស្ត្រីជនជាតិរុស្ស៊ីម្នាក់នេះញៀនស្រាខ្លាំងរហូតដល់ថ្នាក់ហ៊ានសម្លាប់មនុស្សដើម្បីបានលុយទិញស្រាផឹកឈ្មោះរបស់នាងគឺ Arena ហើយរឿងនេះគឺចាប់ផ្ដើមនៅពេលដែលនាងមានអាយុប្រហែលជា30ឆ្នាំ Arena មានបញ្ហាធំមួយគឺនាងញៀនស្រារហូតដល់ថ្នាក់ដកខ្លួនមិនរួចថ្ងៃមួយនៅក្នុងឆ្នាំ2002រឿងដ៏អាក្រក់ក៏បានកើតឡើងចំពោះនាងរឿងអាក្រក់នោះគឺប្តីរបស់នាងដឹងថានាងគឺជាមនុស្សដែលញៀនស្រាខ្លាំងរហូតដល់ថ្នាក់ប្រើលុយទាំងអស់ដើម្បីទៅទិញស្រាផឹកដូច្នេះហើយគាត់ក៏សម្រេចចិត្តឈប់ឲ្យលុយនាងចាយរឿងនេះធ្វើឲ្យ Arena ពិតជាខឹងខ្លាំងមែនទែនហើយក៏សម្រេចចិត្តថាបើសិនជាប្តីមិនឲ្យលុយចាយទេនាងត្រូវតែរកវិធីដើម្បីរកលុយចាយខ្លួនឯងគម្រោងរបស់នាងគឺកំណត់គោលដៅទៅលើស្ត្រីចំណាស់ដែលងាយរងគ្រោះបន្ទាប់មកនាងនឹងសម្លាប់ពួកគេហើយយកលុយទាំងអស់ដែលពួកគេមានដើម្បីទៅទិញស្រាផឹក Arena បានចេញក្រៅហើយប្រទះឃើញស្ត្រីចំណាស់ម្នាក់កំពុងតែដើរយួរថង់ឲ្យបានធ្ងន់ធ្ងរនាងក៏ចូលទៅជួយយួរនិងជួយគាត់ឆ្លងផ្លូវដើម្បីធ្វើឲ្យគាត់ទុកចិត្តថានាងគឺជាមនុស្សល្អផែនការមួយនេះគឺពិតជាបានសម្រេចពិតមែនហើយស្ត្រីម្នាក់នោះក៏ចូលចិត្តនាងរហូតអញ្ជើញនាងចូលទៅក្នុងផ្ទះពេលចូលទៅដល់ក្នុងផ្ទះនៅពេលដែលស្ត្រីម្នាក់នោះភ្លេចខ្លួនបែរខ្នងArena ក៏ឆ្លៀតឱកាសយកថូផ្កាមកវាយក្បាលគាត់រហូតដល់ស្លាប់បន្ទាប់មកនាងក៏រើកកាយយកលុយហើយបានត្រឹមតែប្រហែល$20តែប៉ុណ្ណោះទោះបីជាលុយនឹងមិនច្រើនក៏ដោយប៉ុន្តែសម្រាប់នាងលុយហ្នឹងគឺអាចយកទៅទិញស្រាផឹកបានArena នាងអាចបានខ្វល់អីច្រើនទេក៏បានយកលុយមួយហ្នឹងហើយរត់គេចខ្លួនទៅទិញស្រាផឹកបាត់ទៅប៉ូលីសបានស៊ើបអង្កេតរឿងហ្នឹងដែរប៉ុន្តែរកមិនឃើញតម្រុយអ្វីទាំងអស់មិនយូរប៉ុន្មានសំណុំក្តីមួយហ្នឹងក៏ត្រូវបានគេទុកចោលដោយដឹងថាផែនការរបស់នាងបានផលបែបនេះ Arena ក៏សម្រេចចិត្តធ្វើបន្តទៀតនាងដើររកស្ត្រីចំណាស់ណាដែលជាគោលដៅងាយស្រួលហើយតាមដានពួកគេចំនួន 2-3 ថ្ងៃនាងតាមដានគឺដើម្បីឲ្យដឹងពីទម្លាប់របស់ពួកគេនិងឲ្យដឹងប្រកាសថាពួកគេរស់នៅម្នាក់ឯងបន្ទាប់មកនាងនឹងចូលទៅជិតពួកគេដោយបន្លំខ្លួនធ្វើជាបុគ្គលិកសង្គមគិច្ចឬមួយក៏ជាអ្នកជួយការងារផ្ទះអីដើម្បីឲ្យគាត់បើកទ្វារឲ្យពេលចូលទៅដល់ក្នុងផ្ទះនាងរងចាំឱកាសល្អរួចដកញញួរហើយនឹងបន្ថៅដែលនាងដាក់តាមខ្លួនឬមួយក៏របស់រឹងផ្សេងៗនៅក្នុងផ្ទះហ្នឹងដើម្បីវាយសម្លាប់ពួកគេបន្ទាប់មកនាងក៏យកលុយជាធម្មតាដែលជាទូទៅគឺមិនច្រើននៃប្រមាណនោះទេបើគិតជាមធ្យមទៅគឺប្រហែលជាត្រឹម$65អីតែប៉ុណ្ណោះមុនពេលចាក់ចេញនាងតែងតែលុបបំបត្តិដែននិងទុកឆ្នាំងអ៊ុតចោលឬក៏បើកចង្ក្រានហ្គាសឲ្យទៀនចោលឲ្យជាដើមនាងធ្វើបែបហ្នឹងគឺសង្ឃឹមថានឹងបង្កអគ្គីភ័យដើម្បីបំផ្លាញភស្តុតាងប៉ុន្តែភាគច្រើនភ្លើងទាំងអស់ហ្នឹងគឺមិនបានឆេះធំដុំអីនោះទេការសម្លាប់របស់នាងហ្នឹងគឺបន្តម្នាក់ហើយម្នាក់ទៀតរហូតដល់នាងក្លាយទៅជា serial killer Arena មិនមែនជាឃាតករដែលឆ្លាតអីប្រមាណនោះទេសកម្មភាពរបស់នាងគឺតែងតែបន្សល់ដានជាពិសេសគឺស្នាមម្រាមដៃនៅកន្លែងកើតហេតុហើយធ្លាប់មានម្ដងនោះនាងភ្លេចអាវុធដែលសម្លាប់មនុស្សនៅកន្លែងកើតហេតុទៀតផងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនាងនៅតែរួចខ្លួនដដែលរឿងនេះបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំប៉ូលីសដឹងថាម្នាក់ហ្នឹងគឺជា serial killer ដ៏សាហាវប៉ុន្តែដោយសារតែឃាតកម្មហ្នឹងវាខុសខើខ្លាំងពេកពួកគេគិតថាអ្នកដែលសម្លាប់ហ្នឹងគឺជាមនុស្សប្រុសមិនមែនជាមនុស្សស្រីនោះទេទោះបីជាមានអ្នករាយការណ៍ថាឃើញមនុស្សស្រីនៅកន្លែងកើតហេតុក៏ដោយក៏ក្រុមប៉ូលីសហ្នឹងគឺនៅតែសង្ស័យថាម្នាក់ហ្នឹងបន្លំខ្លួនធ្វើជាមនុស្សស្រី8ឆ្នាំកន្លងផុតទៅរហូតដល់ក្នុងឆ្នាំ2010 Arena គឺនៅតែបន្តសម្លាប់មនុស្សថ្ងៃមួយនាងបានវាយប្រហារស្ត្រីចំណាស់ម្នាក់ទៀតប៉ុន្តែស្ត្រីម្នាក់នោះក៏បានតដៃហើយនឹងស្រែកខ្លាំងៗធ្វើឲ្យ Arena ភ័យស្លន់ស្លោហើយក៏រត់គេចខ្លួនស្ត្រីរងគ្រោះនោះមិនបានបាត់បង់ជីវិតនោះទេហើយគាត់ក៏បានប្តឹងប៉ូលីសថាអ្នកដែលវាយប្រហារគាត់ហ្នឹងគឺជាមនុស្សស្រីពិតប្រាកដមិនមែនជាមនុស្សប្រុសបន្លំខ្លួនអីទេប៉ូលីសបានគូររូបតាមការពិពណ៌នារបស់ជនរងគ្រោះហើយក៏បិទពេញទីក្រុងមូលហេតុដែលនាងតែងតែរួចខ្លួនហ្នឹងគឺដោយសារតែតាំងពីមុនមកនាងមិនដែលផ្តិតមេដៃជាផ្លូវការអីនោះទេដោយសារតែការរួចខ្លួនច្រើនលើកច្រើនសារក៏បង្កឲ្យនាងមានការធ្វេសប្រហែសនាងបានសម្លាប់ស្ត្រី3នាក់នៅលើផ្លូវជាមួយគ្នាតែម្ដងសរុបមកនាងបានសម្លាប់ស្ត្រីចំណាស់រហូតដល់ទៅ16នាក់ចុងក្រោយនាងបានកំណត់គោលដៅទៅលើស្ត្រីដែលមានឈ្មោះថា Alexandra អ្វីដែលខុសគ្នានោះគឺ Arena បានស្គាល់ Alexandra ផ្ទាល់ដូច្នេះនាងមិនចាំបាច់បន្លំធ្វើបុគ្គលិកសង្គមគិច្ចអីនោះទេគឺគ្រាន់តែប្រាប់ថានាងមកជួយតុបតែងផ្ទះរបស់គាត់តែប៉ុណ្ណោះពេលទៅដល់ផ្ទះនាងបានវាយ Alexandra នឹងចាប់ជំនួចទឹកគាត់រហូតដល់ស្លាប់បន្ទាប់មកក៏រត់គេចខ្លួនជាមួយនឹងលុយដែលគាត់មាននឹងទៅប៉ុន្តែ Alexandra បានប្រាប់អ្នកជិតខាងរបស់គាត់ដែរថាថ្ងៃហ្នឹងមានស្ត្រីម្នាក់មានឈ្មោះថា Arena នឹងមកជួយជួសជុលតុបតែងផ្ទះរបស់គាត់ពេលប៉ូលីសមកដល់ក៏បានសួរនាំអ្នកជិតខាងហើយពួកគេក៏ប្រាប់ព័ត៌មានតាមនឹងទៅមិនយូរប៉ុន្មានប៉ូលីសក៏អាចចាប់ខ្លួន Arena បាននៅទីបំផុតនាងក៏សារភាពថាឃាតកម្មទាំងអស់ហ្នឹងគឺសុទ្ធតែនាងជាអ្នកធ្វើទាំងអស់ប៉ុន្តែរឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺនាងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារត្រឹមតែប្រហែល20ឆ្នាំតែប៉ុណ្ណោះតាមច្បាប់របស់ប្រទេសរុស្ស៊ីការកាត់ទោសអតិបរមារបស់មនុស្សស្រីគឺមានត្រឹមតែ25ឆ្នាំតែប៉ុណ្ណោះមិនថាពួកគេធ្វើរឿងខុសច្រើនប៉ុណ្ណាក៏ដោយគឺមិនអាចជាប់គុកមួយជីវិតដូចជាមនុស្សប្រុសជាដាច់ខាតសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងឯងសូមអរគុណបងប្អូនដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់កុំភ្លេចជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូក្រោយៗទៀត